ជំរាបសួរលោកគ្រូថ្ងៃនេះខ្ញុំមកធ្វើការ install Ubuntu server ជាដំបូងយើងចូលមកកាន់ Chrome មកហើយវាយ VisualBox មកហើយបន្តមកទៀតយើងចុចទៅកាន់ពាក្យ download ហើយដោយសារយើងប្រើ Windows អញ្ចឹងយើងចុចទៅលើពាក្យ Windows host ហើយដោយសារតែខ្ញុំមានហើយអញ្ចឹងខ្ញុំចុច cancel មកទៅហើយបន្តមកទៀតយើងចូលមកកាន់Ubuntu ហើយយើង click លើ download ហើយដោយសារតែខ្ញុំ download ហើយដូចគ្នាអញ្ចឹងខ្ញុំក៏ cancel វិញទៅហើយឥឡូវយើងចូលមកកាន់ VisualBox យើងដក click មកកាន់លើ file VisualBox ហ្នឹងទៅយើងរងចាំវាដើរសិនហើយបន្តមកទៀតចុចពាក្យ yes យើងយក next ហើយយកពាក្យ accept ហើយ next បន្តមកទៀត next ទៀតតទៀតហើយ yes ហើយ next តទៀតហើយយើងយក install យើងរងចាំវាដើរពេញសិនឥឡូវនេះយើង install វារួចរាល់ហើយយើងចុច finish មកហើយបន្តមកទៀតយើងចូលយកពាក្យ new ហើយយើងដាក់ឈ្មោះ VM name យើងមកហើយកន្លែងនេះយើងប្រោតទៅរកកន្លែងដែលយើងចង់ទុកហើយបន្តមកទៀតកន្លែងនេះយើងដាក់ Linux ហើយនេះយើងដាក់ Ubuntu ហើយបន្តមកទៀតយើងចុច finish ហើយបន្តពី finish ហើយយើងចុច startហើយមកដល់កន្លែងនេះយើងត្រូវដាក់ file ISO របស់ Ubuntu យើងចូលទៅរកទៅហើយយើង open បន្តមកទៀតកន្លែងនេះយើងយកពាក្យ try or install Ubuntu servers ហើយយើង enterតមកទៀតយើងរងចាំវាដើរពេញសិនទៅហើយបន្តមកទៀតយើងយកពាក្យ English ហើយយើង enter ហើយកន្លែងនេះយើងយកតាមហើយបន្តមកទៀតយើងយកពាក្យយើងចុច click ទៅលើ Ubuntu server ហើយបន្តមកទៀតយើងចុច done តទៀតហើយកន្លែងនេះយើងចុច done continue ហើយកន្លែងនេះយើង
arrow key ចូលមកក្រោមមកយើងចុច space ដើម្បី untick កន្លែង set up this ហើយយើងយក enter ដាំទៅ continue បន្តមកទៀតដល់កន្លែងនេះយើងត្រូវដាក់ name របស់យើងហើយកន្លែងនេះ server name ដាក់ YouTube កន្លែងនេះយើងដាក់ឈ្មោះរបស់យើងមកហើយដាក់ password ហើយដាំ ហើយយើងយកពាក្យ skip for now ហើយដាំតទៀតហើយកន្លែងនេះយើង arrow key ចូលមកក្រោមមកយកដាំទៀតកន្លែងនេះយើងត្រូវរងចាំវា install ពេញឥឡូវនេះយើងធ្វើការ install បានហើយចឹងយើង arrow key យកមកចុចក្រោមយកពាក្យ reboot now ហើយ enter បន្តមកទៀត enter ទៀតចាំឲ្យវាដើរសិនហើយកន្លែងនេះយើងហើយបន្តមកទៀតយើងបញ្ចូល YouTube server ហើយ password ហើយបន្តមកទៀតយើងវាយ comment ខ្លះយើងវាយ sudo ហើយបន្តមកទៀតយើងវាយ sudo apt update វាយ password ហើយបន្តមកទៀតយើងវាយ sudo apt update រងចាំឲ្យវាដើរសិនហើយយើងត្រូវវាយ comment មួយទៀត upgrade ស្តៀងនឹង sudo ដែរស្តៀងនឹង update ដែរ apt
grade.y ហើយយើងរងចាំវាដើរ ឥឡូវនេះខ្ញុំធ្វើការ install បានជោគជ័យហើយអរគុណលោកគ្រូសម្រាប់ការមើល